ជីចុះជីឡើងមកដល់ខាងមុខគឺឃើញថាមកដល់កន្លែងនេះគឺទេសភាពស្អាតខ្លាំងមែនទែនអ្នកគ្នាវាស្មៅគឺខៀវល្ងឹតហើយសំខាន់នោះគឺមានទឹកស្រះមួយគឺធំខ្លាំងមែនទែនហើយនោះគឺមិនដឹងថាជាផ្ទះឬមួយក៏ជារោងម៉ាស៊ីនគេទេហើយទឹកស្រះនេះបើសម្រាប់អ្នកដែលចូលចិត្តស្ទូចត្រីចូលចិត្តបបក់ត្រីអីគឺត្រូវប៉ាន់តែម្ដងអ្នកគ្នាមើលទេសភាពទៅគឺស្អាតកប់ខ្លាំងតែម្ដងហើយបើសិនជាមានដ្រូនវិញគឺមិនដឹងថាស្អាតប៉ុណ្ណាទេនេះគឺទេសភាពអូនអ្នកគ្នាបានឃើញអញ្ចឹងគឺខ្ញុំបានផ្ដិតយកទេសភាពខ្ញុំបហូតដងកាមេរ៉ាខ្ញុំឡើងទៅលើបន្តិចដើម្បីអ្នកគ្នាបានទស្សនាហើយប្លង់នេះគឺខាងស្ដាំដៃក៏មានទឹកខាងឆ្វេងដៃក៏មានទឹកសម្រាប់ដែលបងប្អូនយើងចូលចិត្តខាងស្ទូចត្រីខាងបបក់ត្រីគឺត្រូវហ្មងហើយខ្ញុំមកនេះគឺមករកតាពាំងព្រៃអញ្ចឹងខ្ញុំអត់មានជំនាញនៅក្នុងការបបក់ត្រីក្នុងការស្ទូចត្រីអញ្ចឹងទេហើយដូចអ្នកគ្នាបានឃើញទេសភាពគឺស្មៅខៀវល្ងឹតតែហ្មងនេះទឹកធំមែនតើមិនដឹងថាត្រីច្រើនប៉ុណ្ណាទេនេះអញ្ចឹងបងប្អូនអ្នកដែលជំនាញខាងបបក់ត្រីអ្នកដែលស្រឡាញ់ខាងបបក់ត្រីខាងស្ទូចត្រីគឺត្រូវហើយប្លង់នេះគឺស្អាតហ្មងហើយបើមានដ្រូនទៀតមិនដឹងថាទេសភាពមិនដឹងយកទៅណាអត់ទេបន្ទាប់ពីចំណាយពេលជីកង់លេលើទៅមកអស់រយៈពេលជាងកន្លះម៉ោងមកខ្ញុំបានមកឃើញតាពាំងអាស័យមកខ្ញុំហើយនៅខាងក្រោមគឺនៅកន្លែងអូនោះអ្នកនរគ្នាហើយអញ្ចឹងគឺខ្ញុំត្រូវដើរទៅហើយដើរទៅនឹងគឺឲ្យខ្លាចពស់មែនតើដោយសារតែវាស្បូវហើយដើរទៅវាស្បូវវាក្រាស់ច្រើនណាចង់ធ្វើជាគួងហ្នឹងហើយដើរកន្លែងឆ្វេងកន្លែងស្ដាំហ្នឹងក៏មិនខ្លាចខ្មោចទេគឺខ្លាចពស់នេះកន្លែងនេះគឺខ្ញុំភ្ញាក់ស្បៃដែលគេគ្របជាមួយនឹងចកាអាមេរិកណាអញ្ចឹងខ្ញុំស្មានថាពស់វែកវែកឃើញថាខ្មៅក្រាប់ប្រងដាក់លេអាយ៉ែថយក្រោយត្រឡប់ទៅវិញណាមិញហ្នឹងហើយហ្នឹងហើយព្រោះយ៉ាងណាក៏ត្រូវតែព្យាយាមទៅមុខដែរបើវាមិនមែនជាពស់តែបើពស់គឺថយក្រោយហ្នឹងហើយឥឡូវមកដល់កន្លែងតាពាំងហើយកន្លែងឆ្វេងកន្លែងស្ដាំហើយតាពាំងគឺយើងត្រូវលូនចូលទៅកាប់អញ្ចឹងគឺលូនចូលទៅហើយចូលខ្ញុំរីខមមិនអ្នកនរគ្នាអ្នកដែលរើតាពាំងរអីអាសាមើលលើផងព្រោះជាងការវាអាចនឹងមានពស់មានសត្វសេរភើអីវានៅទុំឬមួយក៏វានៅកក់នៅលើដើមស័យឬមួយក៏នៅតាមព្រៃតាមអីនៅលើក្បាលយើងដែលយើងអត់បានមើលណាអញ្ចឹងពេលដែលយើងចូលទៅយើងព្យាយាមធ្វើយ៉ាងណាស្រឡឹងមើលលើមើលក្រោមមើលឲ្យបានសពគ្រប់ជ្រុងជ្រោយការពារភាសាជាងព្យាបាលហើយតាពាំងនេះមកដល់ឃើញហើយគឺច្រើនមែនតើគឺខ្ញុំខ្វះកខ្លាំងមែនតើប៉ុន្តែខ្ញុំកាប់អត់ច្រើនឲ្យលើសលប់ពេកទេដើម្បីសគូຕົកឲ្យអ្នកក្រោយខ្លះអញ្ចឹងខ្ញុំនឹងព្យាយាមដាក់សម្លេងធម្មជាតិឲ្យបានច្រើនអ្នកនរគ្នា
bắt rồi.បន្ទាប់ពីត្បល់ចុះត្បល់ឡើងឥឡូវខ្ញុំឃើញថាតាពាំងខ្ញុំកាប់បានរៀងច្រើនដែរអញ្ចឹងខ្ញុំអត់លោភលន់ទៅយកទៅណាទេព្រោះអីខ្ញុំយកទៅដើម្បីយកទៅស្លហូបទេអញ្ចឹងបើយើងកាប់ច្រើនអ្នកក្រោយទៀតគាត់អាចនឹងអត់មានអីបានកាប់តាពាំងហូបអញ្ចឹងទៅអញ្ចឹងយើងចែកម្លែកគ្នាទៅយើងមកមុនយើងយកមកគ្រប់គ្រាន់សម្រាប់យើងធ្វើម្ហូបហើយអ្នកក្រោយគាត់មកគាត់អាចបានតាពាំងស្លបន្ទាប់ពីយើងទៀតអញ្ចឹងទៅហ្នឹងហើយឥឡូវក៏ចាប់ផ្ដើមរៀបចំយកតាពាំងយកទៅផ្ទះហើយដាក់កន្ត្រកកង់អូយបើនិយាយពីរឿងលមាស់វិញគឺលមាស់ខ្លាំងមែនតើអ្នកទាំងអស់គ្នាលមាស់ខ្លាំងណាស់ហើយមកកន្ត្រកនេះខ្ញុំគិតថាខ្ញុំអាចស្លបាន3ពេលអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ